แต่ในទាំងអស់គ្នាធ្លាប់ស្ដាប់ឮរឿងអំពីសត្វទេពដែលមានអំណាចនៅក្នុងសម័យបុរាណដែរទេចំនួនមុនគេជឿថាសត្វមួយចំនួនមិនមែនត្រឹមតែសត្វធម្មតានោះទេប៉ុន្តែពួកវាមានឫទ្ធិដ៏ស័ក្តិសិទ្ធិដែលអាចការពារពិភពលោកនិងផ្ដល់ពរជ័យអ្នកដែលមានសក្តានុពលនៅពេលនោះបានថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នាត្រឡប់ទៅសម័យបុរាណដើម្បីស្វែងរកសត្វទេពដ៏អស្ចារ្យដែលធ្លាប់បានសរសេរនៅក្នុងវចនានុក្រមខ្មែរក៏ដូចជាទេវកថាខ្មែរផងដែរហើយតើអ្នកដឹងទេថាមានសត្វដែលអាចបញ្ជាពពកបានហើយក៏មានសត្វដែលអាចប្រែក្លាយជាមនុស្សបានហើយក៏មានសត្វដែលជាសញ្ញានៃព្រះអាទិទេពផងដែរចង់ដឹងថាសត្វទាំងអស់នោះមានរូបរាងនិងប្រវត្តិបែបណាខ្លះថ្ងៃនេះយើងនឹងទៅស្រាវជ្រាវក៏ដូចជាលើកឡើងតួអង្គទាំងអស់នោះឲ្យមានជីវិតម្ដងទៀតសារជាថ្មី1សត្វមកករតើអ្នកទាំងអស់គ្នាធ្លាប់ឃើញសត្វមកករនៅលើប្រាសាទបុរាណឬសាលាចារឹកដែរឬទេតើវាគឺជាសត្វពិតឬក៏ត្រឹមតែជារឿងនិទានបុរាណរបស់ខ្មែរសត្វមកករគឺជាសត្វបុរាណមួយបំផុតដែលមានតួនាទីសំខាន់នៅក្នុងអរិយធម៌ខ្មែរសត្វមកករត្រូវបានគេរៀបរាប់ថាគឺជាសត្វពាក់កណ្ដាលត្រីក្នុងប្រាសាទជាច្រើនគេបានគូររូបមកករគឺជាត្រីឬពាក់កណ្ដាលសត្វផ្សោតនិងមានក្បាលគឺជាសត្វដំរីជួនកាលគេគូរសត្វមកករឲ្យមានក្បាលដំរីនិងថ្គាមក្រពើឬប្រមោយដំរីស្រកាត្រីនិងមានកន្ទុយក្រងោកមកករជាពាហនៈរបស់ព្រះអរុណជាអាទិទេពខ្យល់និងជាអាទិទេពនៃទន្លេគង្គាម្ដើមកំណើតនៃសត្វមកករវិញមានដំណាលមួយបាននិយាយថានៅពេលដែលគេសាមួយទសៃរបស់ព្រះនាងគង្គាបានធ្លាក់មកដល់ឋានកណ្ដាលក៏បានខ្លាចជាសត្វមកករហើយមានភាពខ្លាំងក្លាជាងអ្វីៗទាំងអស់នៅលើពិភពលោកវាក៏បានលេបសពសត្វទាំងពួងទាំងអស់ដែលវាបានជួបប្រទះមិនថាមនុស្សឬសត្វនោះឡើយដោយឋានកណ្ដាលគ្មានអ្នកណាដែលអាចបង្ក្រាបសត្វមកករនេះបានទេរហូតដល់ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងសត្វមកករនេះដោយខ្លួនឯងដោយមានការសន្យាពីព្រះនាងគង្គាថាបើសិនជាព្រះឥសូរច្បាំងឈ្នះសត្វមកករនោះទ្រង់នឹងរៀបអភិសេកជាមួយព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមកករអស់រយៈពេលជាច្រើនថ្ងៃប៉ុន្តែក៏នៅតែមិនអាចយកឈ្នះសត្វមកករបាននោះឡើយព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរថាបើសិនជាព្រះអង្គចង់ឈ្នះមកករនោះលុះត្រាតែព្រះអង្គលើកទូលបង្គំឡើងដាក់ក្នុងបាតដៃព្រះអង្គពេលនោះមកករនឹងហត់ហើយព្រះអង្គនឹងទទួលជ័យជំនះជាមិនខានព្រះឥសូរក៏ធ្វើតាមការណែនាំរបស់ព្រះនាងគង្គាបន្ទាប់មកព្រះឥសូរក៏ទទួលបានជ័យជំនះចាប់តាំងពីថ្ងៃនោះមកករក៏បានក្លាយជាយានជំនិះរបស់ព្រះឥសូរហើយក៏បានខ្ជាក់សត្វទាំងពួងទាំងអស់នោះចេញមកវិញតើអ្នកទាំងអស់គ្នាជឿថាសត្វនេះមានពិតដែរឬទេឬវាគ្រាន់តែជាស្នាដៃរបស់អរិយធម៌ខ្មែរបុរាណរបស់យើង